បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងមកបង្កើតប្រយោគថ្មីពីរទៀតដែលប្រយោគទី1គឺមុខរបួសអាចវិវត្តទៅជាការឆ្លងមេរោគនៅក្នុងភាសាអង់គ្លេសគឺ the wound can develop an infection the wound can develop an infection នៅក្នុងភាសាចិនគឺ伤口可能会发生感染伤口可能会发生感染ពីឯប្រយោគទី2គឺមេរោគអាចកកើតយ៉ាងឆាប់រហ័សនៅក្នុងទឹកកខ្វក់នៅក្នុងភាសាអង់គ្លេសគឺ bacteria can grow quickly in dirty water bacteria can grow quickly in dirty water នៅក្នុងភាសាចិនគឺ细菌在江水中生长很快细菌在江水中生长很快